នៅទីបំផុតមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកសម្លាប់ហើយអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសមិនទាន់បានមួយថ្ងៃពេញផងអ៊ីរ៉ង់ទួនដៃទប់លែងជាប់រហូតដល់បាត់បង់មេដឹកនាំកំពូលរបស់ខ្លួនគឺលោកអាយ៉ាតុលឡាអាលីខាមេនីរួមទាំងមន្ត្រីជំនឿរបស់ខ្លួនត្រូវបានសម្លាប់ផងដែរនេះបើយោងតាមការចុះផ្សាយរបស់ Reuters សារព័ត៌មាន Reuters បានធ្វើសេចក្តីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក3នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយឡែកអ៊ីស្រាអែលបាននិយាយថាលោកខាមនីត្រូវបានសម្លាប់រួមជាមួយនឹងមន្ត្រីកំពូលមួយចំនួនរបស់អ៊ីរ៉ង់ក្នុងនោះរួមមានលោកអាលីសាមខានីជាអតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនិងលោកម៉ូហាម៉េតបាខូជាមេបញ្ជាការកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បន្ថែមពីលើនេះប្រពន្ធពីមន្ត្រីអ៊ីរ៉ង់2នាក់ក៏បានប្រាប់ Reuters ដែរថាលោកខាមនីកាលពីថ្ងៃសៅរ៍ម្សិលមិញបានជួបជាមួយលោកសាមខានីលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលលោកអាលីឡារីយ៉ានីនៅឯទីតាំងមួយកន្លែងមុននឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមបើកការវាយប្រហារមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ទៀតបានប្រាប់ Reuters ថាសាស័ព្ទលោកខាមនេះត្រូវបានរកឃើញហើយចំណែកលោកដូណាល់ត្រាំវិញបានប្រកាសតាមត្រាសសូសលថាកំពូលមេដឹកនាំអ៊ីរ៉ង់លោកអាលីខាមនីវ័យ86ឆ្នាំបានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកយោងតាមសេចក្តីប្រកាសរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានសង្កត់ធ្ងន់ថាលោកអាលីខាមនីដែលជាមនុស្សអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របានទទួលមរណភាពហើយនេះមិនត្រឹមតែជាយុទ្ធធម៌សម្រាប់ប្រជាជនអ៊ីរ៉ង់ប៉ុណ្ណោះទេប៉ុន្តែសម្រាប់ជនជាតិអាមេរិកដ៏អស្ចារ្យទាំងអស់និងប្រជាជនមកពីប្រទេសជាច្រើននៅទូទាំងពិភពលោកដែលត្រូវបានសម្លាប់ដោយលោកអាលីខាមនីនិងក្រុមចោរប្លន់ដ៏កាចសាហាវបំផុតរបស់លោកអាលីខាមនីមិនអាចគេចពីប្រព័ន្ធស៊ើបការសម្ងាត់និងប្រព័ន្ធតាមដានដ៏ទំនើបរបស់យើងបានទេហើយយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ៊ីស្រាអែលគ្មានអ្វីដែលលោកឬក៏មេដឹកនាំផ្សេងទៀតមិនអាចធ្វើបាននោះឡើយនេះគឺជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីដណ្ដើមយកប្រទេសរបស់ពួកគេមកវិញសម្រាប់លោកដូណាល់ត្រាំនេះមិនត្រឹមតែជាការស្លាប់របស់លោកអាលីខាមនីប៉ុណ្ណោះទេប៉ុន្តែប្រទេសអ៊ីរ៉ង់ក៏ត្រូវបានបំផ្លាញចោលយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរនិងច្បាស់លាស់នឹងបន្តដែលគ្មានការតបតណាមួយវិញឡើយក្នុងមួយសប្តាហ៍ទៅមុខនេះរហូតដល់យើងបានសម្រេចនៅគោលបំណងសន្តិភាពរបស់យើងនៅទូទាំងមជ្ឈមបូព៌ានិងពិភពលោក